នាងជាសំនៀងច្រៀងរឿងស្នេហ៍ខ្ញុំក្នុងនាមប្រកម្មដួងចិនក្រៀមក្រំខ្លោចផ្សាគេងគិតគេងផ្សងចិនប៉ងប្រាថ្នាលបលួញស្នេហាលើរួមជីវ៉ាជាភរិយាគេពេលបានជួបមុខប៉ុនតុងអងភ័យបានលើសំដីពីរស់មានន័យម្លេះទេតាមអ្វីពីអ្វីសាងពីបំពេជាតិនឹងខកគេឲ្យខ្ញុំឈួស្នេហ៍លើបកាមានម្ចាស់